បាទសូមជំរាបសួរបាទថ្ងៃនេះផងដែរបាទសូមធ្វើវីដេអូបង្ហាញពីឃ្លាំងតែម្ដងបាទម៉ាស៊ីនដែលនៅក្នុងឃ្លាំងថ្ងៃនេះគឺខ្ញុំសូមបង្ហាញពីប្រភេទម៉ាស៊ីនបាទផលិតឥដ្ឋណាសម្រាប់ម៉ាស៊ីនផលិតឥដ្ឋយើងគឺមាននៅក្នុងស្តុកបាទនៅក្នុងស្តុកចំនួន3ឈុតណា3ឈុតមានខ្នាតធំបាទហើយនិងខ្នាតមធ្យមនៅក្នុងស្តុកប៉ុន្តែក៏យើងមានខ្នាតលក្ខណៈគ្រួសារដែរណាចេញបាន5ដុំដែរនេះលក្ខណៈគ្រួសារនេះប្រើភ្លើង10អាំពែទេណាប្រើភ្លើង10អាំពែអញ្ចឹងសម្រាប់បងប្អូនដែលមានតម្រូវការបាទចង់បង្កើតអាជីវកម្មតាក់ទងទៅនឹងការផលិតឥដ្ឋបងប្អូនអាចតំណងបានណាហើយសម្រាប់វីដេអូនេះគឺខ្ញុំនឹងចែករំលែកទៅក្នុង YouTube ហើយជាមួយនឹង Page បាទអញ្ចឹងសម្រាប់បងប្អូនដែលមានតម្រូវការហើយសម្រាប់ម៉ាស៊ីននេះជាប្រភេទដែលឥដ្ឋចេញមកគឺຂະຫນາດស្តង់ដាបាទជាពិសេសឥដ្ឋចេញមកគឺស្អាតភ្លឹងតែម្ដងណាឥដ្ឋចេញមកស្អាតបាទមានគុណភាពបាទហើយសម្រាប់បងប្អូនដែលធ្លាប់ប្រើជាមួយនឹងប្រភេទម៉ាស៊ីននេះគឺខ្ញុំហ៊ាននិយាយថាទាំងគុណភាពបាទហើយអ្វីដែលសំខាន់ការដោះដូរពុម្ពគឺមានភាពងាយស្រួលបងប្អូនវាយចង់ដូរពុម្ពបាទវាយប្រភេទម៉ាស៊ីនឥដ្ឋផ្សេងក៏អាចធ្វើបានដែរណាហ្នឹងហើយក៏យើងអាចដោះដូរបានមានភាពងាយស្រួលបាទយើងអាចដោះដូរបានដោយខ្លួនឯងបាទហើយខាងក្នុងបាទមាន2ឈុតទៀតខាងក្នុងបាទជាប្រភេទចេញបាន8ដុំណាបាទសម្រាប់ຂະຫນາតនេះចេញបាន6ដុំបាទខាងក្នុងប្រភេទអូតូណាចេញបាន8ដុំយើងថតទៅវារៀងសូវរៀងនេះទេដូចយើងថតមកពីលើទេនេះក្បាលអូតូរបស់ម៉ាស៊ីនណាហើយយើងមានម៉ាស៊ីនច្រើនទៀតនៅក្នុងឃ្លាំងតែខ្ញុំអត់បរិយាយទេបាទខ្ញុំសូមបរិយាយតែសម្រាប់ម៉ាស៊ីនផលិតឥដ្ឋបាទនេះគឺជាខាងនេះជុតធំណានៅຂະຫນាតអូតូចេញម្ដងបាន8ដុំដូចគ្នាបាទនេះស៊េរីនេះចេញបាន6ដុំនៅក្នុងឃ្លាំងតែម្ដងណាម៉ាស៊ីននេះគឺមាននៅក្នុងស្តុកតែម្ដងអញ្ចឹងសម្រាប់បងប្អូនដែលចង់បង្កើតអាជីវកម្មតាក់ទងទៅនឹងផលិតឥដ្ឋបាទជាពិសេសបងប្អូនដូចនៅខាងតាកែវខាងកប៉ោតខាងកំពង់ស្ពឺបាទខេត្តកណ្ដាលយើងនេះបាទដោយសារតែមករយៈនេះគឺមានការបាទកំងច្រើនដែលបងប្អូននៅក្នុងភ្នំពេញបាទជាពិសេសបងប្អូនគៀកនៅក្នុងភ្នំពេញបាទមានកន្លែងមានដីដែលអាចបង្កើតអាជីវកម្មនេះបានបាទបងប្អូនអាចតំណប្រឹក្សាយល់បានបាទលេខទូរស័ព្ទខ្ញុំដាក់នៅលើនេះតែម្ដងណា012 63 2345 016 63 2345បាទខាងចុងនេះគឺ066ណា066បាទ63 2345វារៀងឡាក់តិចបាទឬក៏បងប្អូនអាចកត់លេខនេះក៏បានដែរណា088ក៏បាន096ក៏បាន200បាទ2345បាទឬក៏092 2345នឹងលេខខ្សែកត់បាទយើងមានម៉ាស៊ីននៅក្នុងស្រុកគឺបើសិនជាបងប្អូនចង់កំងម៉ាស៊ីនប្រភេទផ្សេងក៏មានដែរណាយើងអាចទទួលកំងបានណាបាទឥឡូវយើងងាកមកខាងនេះវិញណាហើយសម្រាប់ខាងនេះគឺជាប្រភេទម៉ាស៊ីនដែលយើងកែច្នៃម៉ូទ័រមាន2ណាប្រភេទម៉ូទ័ររំញ័រស្តង់ដារដូចគ្នាណាអត់មែនកែច្នៃម៉ូទ័រប្រភេទផ្សេងយកមកធ្វើទេបាទគឺជាប្រភេទម៉ូទ័ររំញ័រតែម្ដងបាទរំញ័រខ្លាំងណាយើងមាន2គ្រាប់ម៉ូទ័រនេះម៉ូទ័រមួយបាទខាងនេះគឺម៉ូទ័រមួយណាសម្រាប់យើងប្រើជាលក្ខណៈថាតំបន់ដែលបងអត់អាចតភ្លើង3ហ្វាបានបងមានភ្លើងប្រភេទ10អាំពែយើងប្រើធម្មតាណាភ្លើង10អាំពែយើងធម្មតាហ្នឹងហើយបងប្អូនចង់កែទៅជាវាយមួយកន្លែងក៏បានចង់វាយថយក្រោយដែលបើយើងបងប្អូនពិបាកក្នុងការហើបងប្អូនអាចធ្វើក្តារពុំនៅពីក្រោមហ្នឹងហើយបងប្អូនហុចឡើងអាចទាញចេញវាយមួយកន្លែងក៏បាននឹងយើងចង់ធ្វើកន្លែងរោងលើកដូចត្រួតគ្នាក៏បានដែរយ៉ាងពុំយើងអាចលើកពីនេះត្រួតគ្នាក៏បានណាយើងអាចត្រួតគ្នាដើម្បីទីតាំងយើងតូចយើងអាចវាយបានដូចគ្នាណាយើងអាចវាយបានយើងអាចវាយហើយយើងអាចលើកត្រួតគ្នាទៅដើម្បីកុំឲ្យស៊ីស្ពេសធំហ្នឹងស៊ីស្ពេសធំទៅពិបាកកន្លែងហាលអញ្ចឹងសម្រាប់ពុំបងប្អូនសាច់ដែកពុំគឺប្រភេទសាច់ដែកក្រាស់ណាសាច់ដែកក្រាស់អត់មែនស្ដើងទេណាហ្នឹងហើយប្រភេទសាច់ដែកក្រាស់អញ្ចឹងខ្ញុំទាញឡើងណាគាត់តែជើងពុំបងប្អូនណាដូចម៉ាស៊ីនធំយើងយករុំយើងធ្វើម៉ាស៊ីនធំតែមួយទេណាយើងធ្វើដូចម៉ាស៊ីនធំអញ្ចឹងគ្រាន់តែយើងកែមកនេះគឺដើម្បីសម្រាប់បងប្អូនដែលគាត់អត់មានភ្លើងបាទយើងគាត់អត់មានភ្លើងទេយើងត្រូវតែកែទៅតាមគាត់ណាកែទៅតាមគាត់បងប្អូនមើលបាទសម្រាប់ដែកនេះគឺប្រភេទដែកក្រាស់ណាបងប្អូនមើលបាទពុំម៉ាស៊ីនធំមិនគឺម៉ាស៊ីននេះគឺអញ្ចឹងណាគាត់តែយើងធ្វើមកនេះយើងប្រើម៉ូទ័ររំញ័រ2បាទយើងប្រើម៉ូទ័ររំញ័រ2បាទនៅខាងក្រោមបាទញ័រ1បាទរំញ័រកំហាប់ខាងលើដើម្បីជន់វាបាទហាប់ខាងលើនឹង1ណាហ្នឹងហើយងាយស្រួលក្នុងការដោះដូរពុម្ពទេបងប្អូនចង់
vay đọt đồ pum nơi pe để bom ôn trong ban một hết tầm hôm ít xính bom ôn ai tinh pum vô từ đọt đồ ban được luôn này nè này dừng từ đọt đồ ban được luôn này bà hay bom ôn mới ra pum bà cứ dừng phơi cho mùi nên đây bà crack mom mom đầm đòn đấy này này pum hàng lứa bà thường mom bà bom ôn trong đồ pum ní dừng ai đọt đồ bàn á dừng ai đọt đồ bàn dừng cầm mong pum mó cứ dừng ai đọt đồ bà pum ní bàn tại mà đòn mình phim người xưa bà trong cả đọt đồ đấy nè còn mình họ bạ lùm bạ ấy thì dừng cầm mong pum rất đọt đồ và sân này dừng trong bàn cho mùi nâng tầm không ắt xem tiệt nè sân này dừng ai vay còn men trâm ta liệt này của sát đấy dừng ai vay lụa cột công chìm xe bom ôn để mau ca sầm nòng nè bom ôn để mau ca sầm nòng phơi bom phải giấy bom ôn tay để đất chỉnh chun cầm mong ắt kê bị chai từ bà pra bom ôn tinh là một sân nâng muối bom ôn mau ca sầm nòng cái này ná bom ôn lơ một sân nâng tao vay cái này nâng cầm mongแต่ថ្មជាមួយនឹងបាទថ្មហើយជាមួយនឹងខ្សាច់ឬក៏ស៊ីម៉ង់បាទយកទៅដាក់កន្លែងហ្នឹងចាក់កន្លែងហ្នឹងផលិតកន្លែងហ្នឹងគឺរៀបឥតកន្លែងហ្នឹងតែម្ដងជាងគឺជាភាពងាយស្រួលសម្រាប់បងប្អូនដែលមកការសំណងណាបាទបងប្អូនដែលមកការសំណងហើយខ្ញុំមានដាក់វីដេអូផ្សេងៗនៅក្នុង channel YouTube ដូចជានៅក្នុង page ដែរបងប្អូនអាចតាមដានវីដេអូផ្សេងៗទៀតបាទជាច្រើនទៀតនៅក្នុង page ណាហ្នឹងហើយអញ្ចឹងបងប្អូនមើលកាតាឡុកនេះវិញណាយើងមានម៉ាស៊ីនជាច្រើនបាទជាច្រើនຂະຫນាតច្រើនប្រភេទដែរបាទសម្រាប់បងប្អូនដែលចង់បានបាទកំងបានហើយជាក់ស្ដែងយើងមានឈុតធំនេះ2ឈុតហើយជាមួយឈុតកដាលមួយឈុតណាហើយជាមួយនឹងឈុតលក្ខណៈគ្រូសាយើងសម្រាប់មកការសំណងធ្វើរបងធ្វើអីផ្សេងៗណាយើងអាចកំងជាមួយឈុតនេះបានបាទងាយស្រួលក្នុងការលើកបាទផ្លាស់ប្ដូរទីលំនៅផ្លាស់ប្ដូរទីតាំងបាទយើងចង់ដូរទៅវាយកន្លែងណាក៏បានដែរណាហ្នឹងហើយមានភាពងាយស្រួលយើងមានជាងមានអីយើងវាយបដាយើងរៀបឥតបដានៅក្នុងរបងកន្លែងគេនឹងតែម្ដងនៅផ្ទះគេតែម្ដងមានភាពងាយស្រួលតែម្ដងយើងប្រើជាមួយនឹងដែកបាទដែលមានគុណភាពល្អបងប្អូនគេមើលណាហ្នឹងហើយមានភាពងាយស្រួលសម្រាប់ម៉ាស៊ីននេះបាទអរគុណបាទដោយសារតែវីដេអូយើងរៀងវែងហើយអញ្ចឹងយើងនឹងសង្ខេបជាមួយនឹងវីដេអូផ្សេងទៀតដើម្បីឲ្យបងប្អូនដែលមានតម្រូវការបាទចង់មកកើតអាជីវកម្មដោយខ្លួនឯងគាត់អាចបានមើលបានពិចារណាហើយមានការប្រឹក្សាយោបល់មកខ្ញុំផ្ទាល់មកដើម្បីងាយស្រួលក្នុងការប្រឹក្សាជូនថាបងប្អូនគួរតែប្រើជាមួយនឹងម៉ាស៊ីនមួយណាដើម្បីឲ្យត្រូវទៅតាមຂະຫນាតតាមអាជីវកម្មរបស់បងប្អូនដែលកំពុងតែប្រើរាល់ថ្ងៃណាអរគុណបាទសូមបញ្ចប់ត្រឹមហ្នឹង